បាទគ្រប់សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទីការធ្វើនៅដំណុចឆ្នោតយួននៅថ្ងៃទី15ខែ1ឆ្នាំ2026មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទៅការលេខផ្សងស្នេហ៍ទាំងអស់គ្នាបន្តទៀតផងដែរបាទនេះគឺជាដំណុចម្សិលមិញបាទដំណុចម្សិលមិញគឺយើងចូលលេខ49គឺជាចូលនៅក្នុងម៉ោង1:30នាទីបាទចូលចំតែម្ដងពុកម៉ែបងប្អូនអស់នេះគឺក្នុងអប៉ុសដេពុកម៉ែបងប្អូនមកខ្ទង់ខ្សែបាទវាចេញខ្សែមួយទៀតវាចេញ41បាទអញ្ចឹងបើយើងអស់ខ្ទង់បាន2ខ្ទង់ដែរវេលាម៉ោង1:30នាទីទាំងអស់គ្នាបាទចឹងហេងមែនតើនៅតម្រុយថ្ងៃទី14កាលពីម្សិលមិញពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយនេះគឺជាតម្រុយឆ្នោតយួននៅថ្ងៃទី15ខែ1ឆ្នាំ2026មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទយកធ្វើការលេងសងស្នាមទាំងអស់គ្នាបន្តទៀតផងដែរបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននៅថ្មីដើម្បីតាមដាននៅតម្រុយខ្ញុំបាទជារៀងថ្ងៃកុំភ្លេចចុច Subscribe ចុចជីវឲ្យដាក់រូបកណ្ដឹងទាំងអស់គ្នាបាទហើយ comment ក្រោមវីដេអូហេងឬ comment លេខ168ទាំងអស់គ្នាម្នាក់មួយដើម្បីងាយស្រួលការតាមដានពីតម្រូវខ្ញុំបាទជារៀងរាល់ថ្ងៃផងដែរហើយតម្រូវខ្ញុំធ្វើការលេខផ្សងស្នាមានរយៈពេល3ម៉ោងបាទគ្នាមានម៉ោង1:30នាទីម៉ោង4:30នាទីនិងម៉ោង6:30នាទីបាទអញ្ចឹងនៅថ្ងៃលេខអុកតុងគឺមានចំនួន2ខ្ទង់គឺមានខ្ទង់ខ្សែក៏ដូចជាខ្ទង់កែវបាទខ្សែគឺមានចំនួនកម្មគ្រាប់ទីទាំងអស់គ្នាបាទគឺមានលេខ46រីឯខ្ទង់កែវគឺមានលេខ94 93និងលេខមួយគ្រាប់ទៀតបាទគឺលេខ67លេខត្រឡប់ខ្ទង់ខ្សែនិងកែវមានដូចជាលេខ64 49 39និងលេខ76បាទចំពោះលេខតូចដល់ពីលេខនៅថ្ងៃទី15ខែ1ឆ្នាំ2026យ៉ាងនេះបាទរីឯលេខធំគឺមានចំនួន2គ្រាប់បាទលេខធំទី1មានដូចជាលេខ456លេខរៀងតែម្ដងពុកម៉ែបងប្អូនបាទលេខរៀងបាទយើងលេងចាក់គុណពុកម៉ែបងប្អូនអរគ្នាបាទនិងលេខធំចុងក្រោយនោះគឺលេខ349ណាពុកម៉ែបងប្អូនអរគ្នាបាទគឺយើងលេងចាក់គុណចឹងសង្ឃឹមថាថ្ងៃទី15ខែ1ឆ្នាំ2026ហេងទាំងអស់គ្នាបាទគឺយើងបានរួមពាក់កណ្ដាលខែថ្ងៃមកពាក់កណ្ដាលខែហើយពុកម៉ែបងប្អូនអរគ្នាបាទចឹងជូនពរហេងអ្នកដែលបានយកលេខក្នុងធ្វើការសងសំណាងនៅថ្ងៃទី15បាទជូនពរហេងហើយចំពោះពុកម៉ែបងប្អូនដែលចង់បានលេខក្នុងឆាតគឺឲ្យថាមកបានពុកម៉ែបងប្អូនម៉ោង4ក៏ជាម៉ោង9:30នាទីបាទជួបគ្នានៅថ្ងៃស្អែកបន្តទៀតតាមពេលវេលានៅម៉ោងដដែលបាទ